รีสอร์ทមួយកន្លែងនេះនៅលើទឹកដីខេត្តស្វាយរៀងយើងទេហើយខ្ញុំទៅតែបានមកបំផុតដល់គ្នាគឺសម្រស់វិញស្រស់ស្អាតខ្លាំងមែនតើគេបើកមកយូរឆ្នាំហើយក៏មានអាហារជាច្រើននៅទីនោះរីឯតម្លៃវិញក៏សមរម្យហើយនឹងមានមុខម្ហូបជាច្រើនដែលយើងអាចរើសបាននៅក្នុងមីនុយផងដែរសម្រាប់អ្នកដែលចូលចិត្តធម្មជាតិអីគឺមកទីនេះគឺត្រូវគឺពោពេញទៅដោយធម្មជាតិត្រជាក់ត្រជុំខ្លាំងមែនតើអ្វីដែលកាន់តាក់ទាញទៀតនោះគឺថាមានកន្លែងស៊ុយត្រីនៅពេលដែលយើងស៊ុយត្រីហើយបានត្រីនឹងគិតជាគីឡូយើងចង់បានម្ហូបអីគេធ្វើឲ្យយើងនៅទីនោះអញ្ចឹងណាទីធ្លាគេគឺធំទូលាយណាស់ជិត5ហិកតាឯណោះគឺថាខ្ញុំដើរមិនចង់អស់ទេពោពេញទៅដោយធម្មជាតិដើមឈើគេដែលគួរចេញមកគឺច្រើនខ្លាំងមែនទែនហើយនឹងមានកន្លែងថតរូបអរគុណGoogle Mapផងដែរនៅពេលដែលខ្ញុំទៅខ្ញុំចូលចិត្ត zoom លេងបន្ទាប់មកក៏ខ្ញុំ zoom ប៉ះស្រុករំដួលទៅស្រាប់តែឃើញ resort មួយស្រស់ស្អាតខ្លាំងមែនទែនក៏ខ្ញុំបានរៀបចំផែនការទៅលេងទីនោះផងដែរគឺថាមកធ្វើឲ្យខកបំណងទេស្រស់ស្អាតហើយធំទូលាយណាស់ដែលមានឈ្មោះថាដំរីសរំដួល resort ផងដែរបងប្អូនទាំងគ្នាអាច research នៅក្នុង Google Map បានណាហើយខ្ញុំធ្វើដំណើរជិះចូលមកបងប្អូនទាំងគ្នាគឺថាស្ពោពេញទៅដោយដើមឈើផ្លូវចូលគេនេះគឺតំណងមានភាពតាក់ទាញធ្វើឲ្យយើងចង់ចូលទៅខាងក្នុងហ្នឹងថានៅខាងក្នុងហ្នឹងវាមានអីខ្លះអញ្ចឹងណា resort នេះផងដែរស្ថិតនៅលើទឹកដីស្រុករំដួលខេត្តស្វាយរៀងហើយគេចាប់ផ្ដើមបើកចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង8 9យប់ឯណោះគ្រាន់តែខ្ញុំមកដល់គឺឃើញគេបង្វិលជាមួយនឹងជ្រូកខ្វាយបងប្អូនទាំងគ្នាកំពុងតែបង្វិលផងដែរគឺតំណងយកទៅមែនតើហើយគាត់ធ្វើនេះសម្រាប់តែភ្ញៀវគេកំងទេមកគាត់ធ្វើឲ្យភ្លាមថ្មីអញ្ចឹងណាហើយបើសិនជាបងប្អូនយើងចង់ស៊ូចត្រីក៏គេមានកន្លែងស៊ូចត្រីផងដែរហើយត្រីនេះគេគិតជាគីឡូនៅពេលដែលយើងស៊ូចបានណាហើយខ្ញុំនេះពិតជាសោកស្ដាយខ្លាំងមែនតើបងប្អូនទាំងគ្នានៅពេលដែលស៊ូចត្រីហ្នឹងដាក់សិតតែបង្គា AVC សិតតែបោះទៅបងប្អូនទាំងគ្នាគឺថាតបាក់ដំបងនេះគឺថាតបាក់ស៊ីយកតែមែនតើឲ្យដាច់មាត់អញ្ចឹងណាហើយចុងក្រោយគឺយើងស៊ូចអត់បានទេបើសិនជាស៊ូចបានប្រហែលជាធ្វើម្ហូបបានមួយមុខដែរប៉ុន្តែស្ដាយខ្លាំងមែនតើបន្ទាប់មកក៏ដើរលេងនៅទិដ្ឋភាពទឹកដីគេនេះគឺថាស្រស់ស្អាតណាស់ពោពេញទៅដោយធម្មជាតិដើម្បីថតវីដេអូផ្សេងសម្រាប់បងប្អូនយើងចង់ទៅលេងឃើញទិដ្ឋភាពគេស្អាតមានកន្លែងថតរូបទីច្រើនខ្លាំងមែនតើហើយខ្ញុំបានឃើញកង្កោកទៀតបងប្អូនទាំងគ្នាមិនដឹងថាគេចិញ្ចឹមប្រមាណក្បាលទេប៉ុន្តែខ្ញុំបានឃើញតែមួយក្បាលទេនៅកន្លែងគេនឹងឯងប៉ុន្តែតើយើងដើរមកមើលដែរមិនឃើញព្រោះវានៅក្លិតនេះគឺព្រៃខ្លាំងមែនតើនៅពេលដែលខ្ញុំដើរមករកកង្កោកនឹងឯងហើយកន្លែងនេះគឺទិដ្ឋភាពគេស្អាតណាស់ដើមឈើគេដាំចម្រិតជាជួរទៅមានតារាងបាមានកន្លែងដេកផ្សេងសម្រាប់យើងថតរូបនឹងដើមឈើអមសងខាងផ្លូវគឺថារៀបចំបានល្អមែនតើជាមួយនឹងធម្មជាតិប្រហែលជាម្ចាស់ resort គេនេះគឺស្រឡាញ់ជាមួយនឹងធម្មជាតិណានៅទីនេះពោពេញទៅដោយធម្មជាតិហើយមានភាពស្ងៀមស្ងាត់ផងដែរបងប្អូនទាំងគ្នាដែលស្រឡាញ់ធម្មជាតិគឺត្រូវហើយបងប្អូនទាំងគ្នាអាចទៅលេងបានគឺថាមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តស្វាយរៀងយើងនោះទេកុំភ្លេចចែករំលែកវីដេអូនេះឲ្យបានច្រើនផងឲ្យអ្នកខេត្តស្វាយរៀងយើងបានដឹងថាមាន resort មួយនៅស្រុករំដួលគឺពិតជាមានទិដ្ឋភាពស្រស់ស្អាតខ្លាំងមែនតើសម្រាប់អាងទឹកនេះវិញមនុស្សធំគេគិត 7,000 រៀលហើយកូនក្មេងតូចៗគេគិតតែ 5,000 រៀលទេបងប្អូនទាំងគ្នាអាចលេងបានតាមសប្បាយតាមចិត្តហើយបងប្អូនទាំងគ្នាគឺអ្នកក្មេងៗគេទៅផ្ទះគេវិញហើយគេលេងឆ្អែតហើយបន្ទាប់មកគឺអាហារដែលខ្ញុំបានកំងគឺបានឆ្អិនរួចរាល់ក៏ចាប់ផ្ដើមលើកមកឲ្យខ្ញុំផងដែរហើយតម្លៃវិញគឺសមរម្យណាស់បងប្អូនទាំងគ្នាគឺមួយចាននេះត្រឹមតែ 15,000 រៀលលុយខ្មែរទេណាបងប្អូនទាំងគ្នាគឺគ្រប់ចានហ្នឹងតែខ្ញុំកំងអស់4ចានហ្នឹងមួយចានគឺត្រឹមតែ 15,000 រៀលលុយខ្មែរយើងទេនៅទីនោះក៏មានស៊ុបមានអាហារអីផ្សេងជាច្រើនផងដែរបងប្អូនទាំងគ្នាអាចមើលនៅក្នុងមីនុយគេព្រោះអាហារគេហ្នឹងគឺមានច្រើនមុខណាស់ហើយក៏តម្លៃក៏សមរម្យដែរខ្ញុំទិញដូចជាមួយចាន 15,000 នេះគឺថាក៏ច្រើនគួរសមសម្រាប់យើងញ៉ាំផងដែរហើយរសជាតិក៏យើងអាចទទួលយកបានបរិយាកាសទីនោះក៏ល្អបងប្អូនទាំងគ្នាគឺថា the best តែម្ដងសង្ឃឹមថាអ្នកស្រុករំដួលបានឃើញវីដេអូនេះហើយកុំភ្លេចចែករំលែកវីដេអូនេះឲ្យបានច្រើនថាស្រុកយើងនេះក៏មានកន្លែងដើរលេងសប្បាយផងដែរជាពិសេសគឺថាមាន resort មួយធំខ្លាំងមែនតើនេះហើយគឺជាមុខវិន័យរបស់គេបងប្អូនទាំងគ្នាគឺថាមានអាហារជាច្រើនខ្លាំងមែនតើអញ្ចឹងយើងអាចរើសតាមនឹងទៅតម្លៃក៏តាមនឹងដែរចានធំចានតូចអញ្ចឹងណាដូច្នេះហើយវីដេអូមានតែប៉ុណ្្នឹងទេសង្ឃឹមថាជួបខ្ញុំនៅវីដេអូក្រោយៗទៀតនៅស្រុករំដួលផងដែរបាយបាយ